mình xui nhưng bạn xem lóng spa công và can video thay mày chẳng nơi các bạn đại nhầm nấy cứ chỉ là cây sân ý để tư tăng mặt đo tiếp sao và tay còn chỉ thay mày cứ ion UT chẳng là map ion UT mũi nít đầm lại bảo vệ cứ tuân mình tới tung pi môn là trên tế hay đại sầm khán và sân dịp bom ôn thưa ca pre booking ở lớn nít cứ nâng tụ ban đầm lại với xe miền ca discount hoặc là từ pi pon $. ពាក់ព័ន្ធជាមួយនឹង Ion UT មួយនេះសាកភ្លើងមកពេញគឺយើងអាចបើកបោបានចម្ងាយរហូតដល់ទៅ 500 គីឡូម៉ែត្រជាងអញ្ចឹងបានឆ្ងាយមែនទែនហើយកម្លាំងរបស់វាគឺ 134 សេសនិងកម្លាំងរមុលគឺ 145 ញូតនម៉ែត្រហើយដែលសំខាន់ Ion UT មួយនេះគឺវាគ្រប់គ្រងជាមួយនឹងការសាកភ្លើងល្បឿនលឿនកម្លាំងដល់ 60 គីឡូវ៉ាត់ទៀតអញ្ចឹងបើយើងសាកពី 30 ទៅ 80% ហ្នឹងចាយពេលត្រឹមតែ 24 នាទីតែប៉ុណ្ណោះអូខេបងប្អូនអញ្ចឹងពាក់ព័ន្ធជាមួយនឹងការរចនារូបរាងរបស់ Ion UT ផ្នែកខាងក្រៅនេះមើលមកគឺ clean ស្អាតមែនទែនហើយខ្ញុំចូលចិត្តច្រើនជាពិសេសបើខ្ញុំមើលទៅគឺផ្ដោតទៅលើរាងយុវវ័យណាអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងផ្នែកខាងមុខយើងមើលមកការរចនារបស់វាគឺបែប aerodynamic ហ្មងមើលទៅគឺរាងទាលណាហើយដែលខ្ញុំពេញចិត្តនោះគឺសំណុំជាមុខរបស់វាការរចនាគឺរាងអក្សរ D ក្នុងនោះគឺជាប្រភេទ LED ទាំងអស់មុខងាររបស់វាជាគេរបស់វាគឺអាចបិទបើកអូតូក៏ដូចជាមានមុខងារ Follow Me Home ផងដែរហើយផ្នែកខាងក្រោមនេះគឺជាអំពូលសញ្ញោរបស់វាដែលជាប្រភេទ LED ហើយការរចនារបស់វាគឺគ្រាប់4គ្រាប់អញ្ចឹងណាមើលមកគឺ clean ស្អាតមែនទែនអញ្ចឹងពាក់ព័ន្ធជាមួយនឹងឡានអគ្គិសនីគឺចាំបាច់ខ្លាំងមែនទែនសម្រាប់ទៅលើការរចនារូបរាងធ្វើយ៉ាងណាឲ្យមានកម្រិតមើលខ្យល់ aerodynamic ខ្លាំងដូច Ion UT នេះអញ្ចឹងនៅពេលដែលឡានដែលមានកម្រិតមើលខ្យល់ aerodynamic ខ្លាំងវាក៏ជួយទៅដល់ចម្ងាយបើកបររបស់វាដែររែងបើកបរណាហើយផ្នែកខាងមុខនេះក៏យើងមានជាមួយនឹងកាមេរ៉ាដែរអញ្ចឹងកាមេរ៉ារបស់វាគឺជាប្រព័ន្ធកាមេរ៉ា340 degree ដែលយើងអាចមើលឃើញមកជុំវិញឡានហើយមើលឃើញបាតខាងក្រោមឡានផងដែរអូខេអញ្ចឹងចង់បញ្ជាក់ថាពាក់ព័ន្ធជាមួយនឹង Ion UT នេះសម្រាប់ទីផ្សារប្រទេសកម្ពុជាហ្មងគឺយើងមាន2 spec មានជាប្រភេទ standard និងមួយទៀតគឺ premium ហើយសម្រាប់ model ដែលខ្ញុំកំពុងតែបង្ហាញនេះគឺជាប្រភេទ premium យ៉ាងកង់របស់វាគឺទំហំ 17 អ៊ីងការរចនាគឺពណ៌ខ្មៅអាឡូងជាមួយនឹងពណ៌ទឹកប្រាក់អាឡូងមើលទៅគឺស៊ីជាមួយនឹងតួខ្លួនឡានហើយកញ្ចក់របស់វាគឺ highlight ខ្មៅអញ្ចឹងណាហើយមានប្រកបជាមួយនឹងកាមេរ៉ាក៏ដូចជាសញ្ញោ LED នៅលើនេះដែរអញ្ចឹងសម្រាប់ Ion UT នេះគឺវាមានជាមួយនឹងប្រព័ន្ធ Sound Smart Key ដែលគ្រាន់តែយើងដើរចូលទៅចិត្តឡានគឺវានឹង unlock ដើរចេញមកវិញគឺវានឹង lock ដោយ auto ហើយនៅពេលដែលយើងចូលឡានគឺអត់ចាំបាច់បញ្ឆេះទេជន់តែប្រាំងទៅគឺឡានវានឹងឆេះ auto ចំណុចមួយទៀតដែលខ្ញុំចង់មែនសិនដែរគឺពាក់ព័ន្ធជាមួយនឹងដៃទ្វារគឺស្មើរៀបស្មើជាមួយនឹងតួខ្លួនឡានអញ្ចឹងអានេះក៏វាជួយទៅដល់កម្រិតមើលខ្យល់ aerodynamic ផងដែរហើយបើយើងនិយាយពីតួខ្លួនឡានណាមើលមកគឺស៊ីបែបសំសួនហ្មងយល់ទៅគឺស្អាតមែនទែនចំណុចមួយទៀតដែលខ្ញុំចាប់អារម្មណ៍ដែរគឺពាក់ព័ន្ធជាមួយនឹងផ្នែកខាងក្រោយការរចនារបស់វានេះ clean ស្អាតល្អមែនទែនពាក់ព័ន្ធជាមួយនឹង stop របស់វានេះគឺជាប្រភេទ LED ការរចនាគឺជារៀងបែបអក្សរ C អញ្ចឹងណាហើយសញ្ញោរបស់វាក៏ជា LED ដែលគេដាក់4គ្រាប់មើលទៅគឺស្អាតនិយាយទៅគឺ clean មែនទែនផ្នែកខាងក្រោយនេះក៏មានជាមួយនឹងកាមេរ៉ាក៏ដូចជា sensor ចំនួន4គ្រាប់ផងដែរជំនួយនៅពេលដែលយើងចេញចូលចំណតណាហើយក្លុបរបស់វាក៏ធំគួរសមដែរទំហំរហូតដល់ទៅ440លីត្រយើងអាចដាក់អីវ៉ាន់បានហើយបើសិនជាយើងចង់បាន space បន្ថែមគឺអាចកាច់កៅអីជួរទី2បន្ថែមបានទៀតអញ្ចឹងអានេះល្អមែនទែនសូមបញ្ជាក់ដែរថាសម្រាប់ Ion UT មួយនេះគឺវាមានប្រវែងទូខ្លួន 4.2 ម៉ែត្រទៅតឹង 1.8 ម៉ែត្រកម្ពស់ 1.5 ម៉ែត្រនិងកម្រិតពីកង់មុខទៅកង់ក្រោយហ្នឹងគឺ 2.7 ម៉ែត្រអ្វីដែលរឹតតែពិសេសនោះគឺ Ion UT ត្រូវបាន design ឡើងឲ្យត្រូវតាមស្តង់ដារកម្រិតផ្កាយ5ជាមួយនឹងការប្រើប្រាស់គ្រោងឆ្អឹងប្រភេទដែកថែបដ៏រឹងមាំបើយើងនិយាយទៅគឺសរុប 71% ហើយបើយើងនិយាយពីដបូលរបស់វាវិញក៏មាំដែរគឺអាចទ្រសម្ពាធទម្ងន់នោះបាន 77 តោនឯណោះអូខេអញ្ចឹងក៏សូមបញ្ជាក់ដែរថាសម្រាប់ Ion UT មួយនេះគឺវាប្រើអាគុយដែលជាប្រភេទ Lithium LFP របស់ក្រុមហ៊ុន GAC ណាអញ្ចឹងយើងដឹងថាអាគុយប្រភេទនេះគឺវាផ្ដល់សុវត្ថិភាពខ្ពស់មែនទែនសម្រាប់ការប្រើប្រាស់ហើយក៏មានអាយុការប្រើប្រាស់នឹងវែងផងដែរអញ្ចឹងសម្រាប់អ្នកដែលចង់បានឡានអគ្គិសនីអីខ្ញុំគិតថា Ion UT មួយនេះគឺល្អមែនទែនអូខេបងប្អូនអញ្ចឹងនេះគឺជាផ្នែកខាងក្នុងរបស់ Ion UT ហើយខ្ញុំចូលមកភ្លាមគឺខ្ញុំទទួលបានអារម្មណ៍ថាវាដូចជាមួយនឹង Ion V អញ្ចឹងគឺទំនើបណាហើយដែលសំខាន់ខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺអេក្រង់កំសាន្តផ្នែកកណ្ដាលទំហំវា 14.6 អ៊ីងធំល្អមែនទែនយើងមើលពីខាងក្រៅមកឡាននេះរៀងមានតូចណាប៉ុន្តែខាងក្នុងគឺទំនើបហើយដែលសំខាន់អេក្រង់នេះគឺយើងអាចភ្ជាប់ជាមួយនឹង Apple CarPlay បានក៏ដូចជា CarLink ផងដែរអញ្ចឹងសម្រាប់ការបញ្ជាអីសពគ្រប់បែបយ៉ាងគឺ smooth ល្អមែនទែននៅលើនេះអូខេបងប្អូនអញ្ចឹងក៏សូមបញ្ជាក់ដែរថាបងប្អូនឃើញអក្សរចិននៅលើអេក្រង់នេះអញ្ចឹងនៅពេលដែលចេញលក់ជាផ្លូវការហ្មងគឺមិនមែនមានអក្សរចិនអញ្ចឹងណាគឺនឹងអក្សរអង់គ្លេសនៅលើអេក្រង់នេះអញ្ចឹងនេះដោយសារតែឡាន Ion UT ដែលបងប្អូនកំពុងតែឃើញនេះគឺជាប្រភេទ demo ដែលយកមកដំបូងភ្លាមមុនគេណាអញ្ចឹងខ្ញុំក៏មានឱកាសយកមកថតដើម្បីចែកជូនបងប្អូនមើលអញ្ចឹងបើតាមចាក់ស្ដែងហ្មងនៅពេលដែលចេញលក់ផ្លូវការនៅ Ion Cambodia គឺនឹងជាអក្សរអង់គ្លេសសុទ្ធ
ទាំងអស់ហើយឯដែលសំខាន់ទៅទៀតសម្រាប់អេក្រង់មួយនេះគឺយើងអាចបញ្ជាមុខងារនៅលើនេះបានទាំងអស់ពាក់ព័ន្ធជាមួយនឹងកុងទ័ររបស់វាវិញគឺជាប្រភេទ digital ក្នុងនេះទំហំរបស់វាគឺ 8.8 អ៊ីងការបង្ហាញរូបភាពមកគឺភ្លឺច្បាស់មែនទែនស្រួលមើលហើយឯដែលខ្ញុំពេញចិត្តនោះគឺវាអាចបង្ហាញជាមួយនឹងមុខងារវាស់សម្ពាធខ្យល់កង់នៅលើនេះបានក៏ដូចជារ៉េងដែលយើងនៅសល់ផងដែរអញ្ចឹងពាក់ព័ន្ធជាមួយនឹងកាប៊ីនខាងក្នុងរបស់ Ion UT នេះចូលមកគឺអត់តូចទេគឺទលាយសមរម្យដូចខ្ញុំហ្មងជាក់ស្ដែងគឺខ្ញុំខ្ពស់ 1.8 ម៉ែត្រហើយខ្ញុំចូលមកកន្លែងអង្គុយគឺធំទលាយមកសមរម្យមក comfort ហើយខាងលើនេះក៏អត់ទើសក្បាលដែរហើយដែលសំខាន់យើងអាចចុចសេរីអូតូបានកៅអីរបស់វាគឺទន់មែនទែនអោបយើងបានល្អទៀតអញ្ចឹងកៅអីរបស់វានេះគឺមានអារម្មណ៍ថាទន់ល្អមែនទែនបើទោះបីជាឡាននេះតម្លៃខ្ទង់ $20,000 ជាងមែនប៉ុន្តែយើងអង្គុយមកគឺ comfort មែនទែនហើយពាក់ព័ន្ធជាមួយនឹងប្លុកផ្នែកកណ្ដាលនេះគឺវាមានកន្លែងដាក់កៅទឹកមានកន្លែងសាកថ្មទូរស័ព្ទអត់ប្រើខ្សែហើយផ្នែកខាងក្រោមនេះក៏មានជាមួយនឹង space មួយចំនួនសម្រាប់ដាក់អីវ៉ាន់ក៏ដូចជារុនសាកថ្ម USB-A USB-C និងរុនកន្ទុយបារី 12V ផងដែរនិយាយរួមទៅអីដែលយើងត្រូវការចាំបាច់ប្រចាំថ្ងៃនេះគឺមានអស់ហើយបន្ថែមពីនឹងទៀតឡាននេះក៏មានជាមួយនឹងប្រព័ន្ធភ្លើង dim ambient lighting មាន speaker 6 គ្រាប់ពងសុវត្ថិភាពគឺ6គ្រាប់ដែរហើយឯដែលសំខាន់ទៅទៀតនោះគឺវាមានជាមួយនឹង drive mode ក៏ដូចជាមុខងារ energy recovery ដែរមានន័យថានៅពេលដែលយើងដកជើងចេញពីឈ្នាន់ហ្គាគឺវានឹងអមប្រាំងឲ្យយើងតិចហើយនឹងសាកអគុយឲ្យយើងដែរអញ្ចឹងនេះគឺយើងចំណេញបានមកកម្រិតផងដែរហើយឯដែលសំខាន់ទៅទៀតនោះគឺ Ion UT នេះក៏វាមានជាមួយនឹង option ដំបូលកញ្ចក់ធំ panoramic sunroof ផងដែរចំណុចពិសេសមួយទៀតដែលខ្ញុំចង់mentionដែរគឺពាក់ព័ន្ធជាមួយនឹងឡាន Ion UT ក៏មានជាមួយនឹងមុខងារផ្សិតខ្យល់ PM 2.5 ដែរហើយមុខងារនេះខ្ញុំគិតថាសម្រាប់ការប្រើប្រចាំថ្ងៃនេះគឺចាំបាច់មែនទែនជាពិសេសអ្នកដែលមានកូនតូចៗណាហើយបន្ថែមពីនឹងទៀតឡាននេះក៏យើងអាចប្រើជាមួយនឹង mobile app បានដែរដើម្បីយើងអាចឆែកមើលឡានយើងនៅណាឆែកមើល status ឡានរបស់យើងបញ្ជាទ្វារឡុកកញ្ចក់ឡុកអីចឹងណាអញ្ចឹងអានេះគឺយើងអាចប្រើបានហើយមួយទៀតឯដែលសំខាន់ពាក់ព័ន្ធជាមួយនឹងមុខងារសុវត្ថិភាពវិញដូចជាប្រព័ន្ធប្រាំង ABS មុខងារទប់លំនឹងមុខងារជំនួយពេលឡើងចំណោតអីហ្នឹងក៏មានដែរអញ្ចឹងឡាននេះបើយើងនិយាយទៅសម្រាប់ការប្រើប្រចាំថ្ងៃហ្មងជាពិសេសការប្រើនៅក្នុងក្រុងណាហើយយូរអីយើងរត់ទៅតាមខេត្តម្ដងខ្ញុំគិតថាគឺត្រូវខ្លាំងមែនទែនអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងកៅអីជួរទី2វិញក៏ទលាយដែរជាក់ស្ដែងហ្មងកៅអីនេះគឺកៅអីដែលខ្ញុំអង្គខិតមកខាងក្រោយចង់អស់ហើយណាហើយខ្ញុំចូលមកអង្គុយផ្នែកខាងក្រោយនេះក៏នៅសល់កន្លែងដាក់ជើងច្រើនដែរខាងក្រោមនេះខ្ញុំអាចសដោកជើងបានដាក់ចូលនៅខាងក្រោមកៅអីហើយផ្នែកខាងលើក៏អត់ទើសដែរនិយាយរួមទៅគឺអត់តូចទេ Ion UT មួយនេះគឺខាងក្នុងរបស់វា space ធំទលាយមកសមរម្យមក comfort ហើយប៉ុណ្ណេះហើយពាក់ព័ន្ធជាមួយនឹង material អី soft touch អីគឺមានច្រើនជាពិសេសគឺកន្លែងដាក់ដៃកន្លែងដែលយើងដាក់កែងដៃកែងហ្នឹងគឺសុទ្ធតែជាប្រភេទទុនណាអញ្ចឹងនេះខ្ញុំគិតថាវាល្អមែនទែនហើយដែលពិសេសនោះគឺវាមានជាមួយនឹងរុនម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយក៏ដូចជាកន្លែងសាកថ្មផ្នែកខាងក្រោយផងដែរពាក់ព័ន្ធជាមួយនឹងកៅអីផ្នែកខាងក្រោយនេះក៏ទុនដែរដូចគ្នាជាមួយនឹងកៅអីផ្នែកខាងមុខយើងអង្គុយទៅគឺ comfort មែនទែនហើយកៅអីរបស់វានេះគឺយើងអាចកាច់ផ្ដេកកាច់តម្លាក់បានអញ្ចឹងបើសិនយើងចង់ដាក់អីវ៉ាន់បន្ថែមអីគឺយើងអាចកាច់ផ្ដេកបានណាអូខេអញ្ចឹងសរុបមកវិញពាក់ព័ន្ធជាមួយនឹងកាប៊ីនខាងក្នុងរបស់ Ion UT នេះខ្ញុំចូលចិត្តច្រើនទៅលើ material របស់វាដាក់មកគឺមកសមរម្យមានន័យថាតម្លៃខ្ទង់$20,000ស្ដើងនេះ material ដែលវាដាក់មកហ្នឹងគឺសមរម្យហើយឯដែលសំខាន់នោះគឺខ្ញុំពេញចិត្តជាមួយនឹងអេក្រង់កំសាន្តរបស់វាក៏ដូចជាកុងទ័រនិងដៃចង្កូតផងដែរ option របស់វាគឺមានច្រើនសមរម្យសម្រាប់តម្លៃខ្ទង់ប៉ុណ្ណេះណាហើយបើយើងងាកទៅមើលទីផ្សារវិញប៉ុណ្ណេះខ្ញុំគិតថាគឺសមរម្យហើយមកល្មមប្រើហើយឯដែលពិសេសនោះគឺពាក់ព័ន្ធជាមួយនឹង Ion UT នេះទាំងការ design ផ្នែកខាងក្រៅក៏ដូចជាផ្នែកខាងក្នុងនិយាយរួមទៅធ្វើមកគឺតម្រូវចិត្តត្រូវច្រើនខ្ញុំគិតថាត្រូវច្រើនគ្នាហើយសូម្បីតែខ្ញុំផ្ទាល់ហ្មងក៏ស្រឡាញ់ពេញចិត្តដែរជាមួយនឹង Ion UT មួយនេះអូខេបងប្អូនសរុបមកវិញនេះគ្រាន់តែជាចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំទៅលើឡានអគ្គិសនី Ion UT ប៉ុណ្ណោះហើយដូចខ្ញុំបានបញ្ជាក់អញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ទៅលើឡានមួយនេះណាគឺអាចសាកសួរព័ត៌មានលម្អិតបន្ថែមពីក្រុមហ៊ុន Ion Cambodia ឬក៏ធ្វើការ pre-booking ដើម្បីទទួលបានតម្លៃពិសេសតម្លៃរបស់វាដូចខ្ញុំបញ្ជាក់ពីដើមអញ្ចឹងតម្លៃខ្ទង់$20,000ជាងទេហើយបើសិនជាយើង pre-booking ក៏ទទួលបាន discount រហូតដល់ទៅ$2,000ទៀតហើយដែលសំខាន់នោះ Ion Cambodia គឺជាក្រុមហ៊ុនមួយដែលជាក្រុមហ៊ុនផ្លូវការមានការធានាច្បាស់លាស់មានសេវាកម្ម after service ច្បាស់លាស់ផងដែរអញ្ចឹងកន្លែងនេះគឺជាចំណុចដែលបងប្អូនគួរតែកត់សម្គាល់ផងដែរអូខេអញ្ចឹងសម្រាប់ព័ត៌មានលម្អិតហ្មងបងប្អូនអាចតាក់ទងទៅខាង Ion Cambodia ដើម្បីសាកសួរបន្ថែមឬក៏អាចទំនាក់ទំនងតាមលេខទូរស័ព្ទដែលខ្ញុំដាក់នៅលើអេក្រង់នេះផងដែរអញ្ចឹងវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយបងប្អូនវិញយកយ៉ាងណាដែរពីឡានអគ្គិសនីមួយនេះជួយ comment នៅខាងក្រោមផងពីខ្ញុំបាទសេងឡុងអរគុណសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត